បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទជាពិសេសបងប្អូននៅក្នុងបណ្ដាញសង្គម TikTok ក្តី YouTube របស់ខ្ញុំផ្ទាល់ក្តីសម្រាប់បងប្អូនខ្ញុំឃើញមករយៈនេះឃើញមានការផ្ទុះសារាយមែនទែនទៅលើបាទក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនធំមួយនៅក្នុងប្រទេសកម្ពុជាយើងដែលបានធ្វើឲ្យមានភាពងាយស្រួលក្នុងការដឹកជញ្ជូនក៏ដូចជាការប្រើសេវាផ្សេងៗតាក់ទងជាមួយក្រុមហ៊ុន Grab នេះដែរក៏ប៉ុន្តែពុកម៉ែបងប្អូនដែលតែងតែបាទផន់ច្រឡំកន្លងមកប្រហែលថ្ងៃនេះគឺឃើញក្រុមហ៊ុន Grab បានទៅឧបត្ថម្ភទៅដល់ប្រទេសថៃនៅប្រទេសថៃបាទហើយក៏មានការលើកឡើងជាច្រើនហើយក៏ត្រូវការឲ្យខាងពួក MO នៅប្រទេសថៃបំផោងញុះញង់ឲ្យមានការផន់ច្រឡំទៅដល់ប្រជាពលរដ្ឋកម្ពុជាเพจហ្នឹងគឺជា page MMO មិនមែនជា page ផ្លូវការអីទេគ្រាន់តែជាអ្នករកលុយតាម MMO ក៏ព្យាយាមដាក់ thumbnail ព្យាយាមដាក់នៅព័ត៌មានបន្លំចំណងជើងវាស្ដាប់ទៅវាដូចជាធ្វើឲ្យញុះញង់ធ្វើឲ្យមានការយល់ច្រឡំអញ្ចឹងហើយបានជាខ្ញុំចេញវីដេអូនេះមិនមែនក្នុងគោលបំណងញុះញង់ទេប៉ុន្តែខ្ញុំចង់និយាយទៅកាន់ពុកម៉ែបងប្អូនថាសូមមេត្តាគុំជឿទៅលើ MMO ពេកដោយសារតែ Grab នេះជាសោតការពីកន្លងមកធ្លាប់ឧបត្ថម្ភប្រទេសយើងចំនួនប្រហែលប្រមាណជា1000 លានរៀល1000 លានរៀលប្រហែលប្រមាណជាង$250,000ជាងឯណោះអញ្ចឹងយើងគិតមើលថាតើ Grab នេះជួយអីខ្លះដល់យើងធ្លាប់ឧបត្ថម្ភដល់ប្រទេសយើងបាទឲ្យប្រជាពលរដ្ឋមានការងារធ្វើគ្រប់បែបសពយ៉ាងគឺជាផលចំណេញនៃ Grab ជាផលចំណេញនៃកម្ពុជាជាផលចំណេញនៃប្រជាជនដែលធ្វើការនៅក្នុងក្រុមហ៊ុន Grab នេះឯងអញ្ចឹងសូមពុកម៉ែបងប្អូនកុំបំប៉ង់បាទកុំបំប៉ង់ធម្មតាទេនៅពេលណាដែលយើងពហិការជ្រុលនិយមបែបនេះវាអាចធ្វើឲ្យក្រុមហ៊ុនដទៃទៀតយល់ច្រឡំនឹងប្រជាជនយើងដូចគ្នាឧទាហរណ៍បើសិនណាជាគាត់មកធ្វើការជាមួយនឹងប្រទេសកម្ពុជាជាមួយនឹងប្រជាជនកម្ពុជានៅពេលណាដែលគាត់បែកចិត្តចង់ទៅបរិយាមុខរបរនៅប្រទេសថៃហើយប្រជាជនយើងធ្វើបេក្ខការបែបនេះមានន័យថាយើងកំពុងតែគំរាមកំហែងទៅដល់ក្រុមហ៊ុនធំៗដែលគេអត់ទាន់មានបំណងចង់បើគេធ្វើអញ្ចឹងដែរតែយើងគួរតែបេក្ខការទាំងអស់ឬក៏យ៉ាងម៉េចអញ្ចឹងសូមគិតពិចារណាត្រឡប់មកវិញរាល់បញ្ហាដែលយើងចង់ធ្វើបេក្ខការអីវ៉ាន់អីមួយឬក៏ទំនិញអីមួយនឹងប្រទេសអីផ្សេងទៀតអញ្ចឹងបងប្អូនត្រូវយល់ឲ្យទូលំទូលាយបែបនេះយើងកុំភ័ន្តច្រឡំយើងកុំខឹងសម្បារទៅលើក្រុមហ៊ុនដែលគេឧបត្ថម្ភទៅលើថៃហើយថៃវាព្យាយាមដាក់វិធីសាស្ត្រនយោបាយណាធ្វើឲ្យយើងនេះយល់ច្រឡំហើយផ្ទុះសារាយទៅលើក្រុមហ៊ុនគ្រប់មុខទាំងអស់នៅកម្ពុជាណែអានេះជាចំណុចសំខាន់ណាស់យើងកុំឲ្យធ្លាក់នៅក្នុងគោលនយោបាយរបស់គេមធ្យោបាយរបស់គេសូមមេត្តាសិក្សាមកវិញរាល់ទង្វើដែលគេចង់ធ្វើនឹងមានបំណងអីមកកាន់យើងតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងខ្ញុំអត់មានអីចែករំលែកច្រើនទេសូមឲ្យបងប្អូន share វីដេអូនេះដើម្បីចែកចាយបន្តឲ្យមានការបញ្ឈប់រាល់បញ្ហាដែលយើងបំរុងចង់ធ្វើឲ្យវាប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាប្រជាជនកម្ពុជានិងខាតបង់ប្រយោជន៍រួមទាំងអស់របស់កម្ពុជាបាទគឺសូមអរគុណហើយគឺសូមជម្រាបលាបាទតែវីដេអូនេះហើយកូពីលៀងម្នាក់មួយផងបាទអរគុណច្រើន